រឿងក្តីស្រមៃនៃកូនស្រមោចនៅក្នុងព្រៃជ្រៅមួយកន្លែងពោរពេញដោយសត្វចម្រុះរស់នៅយ៉ាងច្រើនក្នុងនោះដែរមានគ្រួសារស្រមោចដែលមានសមាជិក5នាក់ក៏រស់នៅជុំគ្នាជាមួយសត្វដទៃផងដែរកូនពៅស្រមោចតែងតែមានក្តីស្រមៃថ្ងៃណាមួយគេចង់ចាកចេញពីព្រៃដ៏ជ្រៅនេះដើម្បីទៅមើលពិភពលោកខាងក្រៅប៉ុន្តែក្តីស្រមៃនេះត្រូវបានឪពុកម្ដាយបងប្អូនរបស់គេជំទាស់រហូតកូនស្រមោចពិតជាពិបាកចិត្តខ្លាំងណាស់រយប់គេតែងតែសុបិនថាបានឃើញពិភពលោកខាងក្រៅដ៏សប្បាយរីករាយថ្ងៃមួយក្រោយពីបរិភោគអាហារជុំគ្នារួចមកកូនពៅស្រមោចបានអង្គុយម្នាក់ឯងយ៉ាងអស់សង្ឃឹមម្ដាយឃើញកូនបែបនេះក៏សួរទៅកាន់កូនថាកូនពៅម្ដាយហេតុអ្វីកូនចេះតែពិបាកចិត្តរាល់ថ្ងៃបែបនេះអ្នកម៉ាក់កូនមានក្តីស្រមៃចង់ឃើញពិភពលោកដ៏ធំល្វឹងល្វើយកូនចង់ដឹងខ្លាំងណាស់តើពិភពលោកខាងក្រៅមានរូបរាងដូចម្ដេចមានពណ៌អ្វីខ្លះទៅប៉ុន្តែកូនមានម្ដាយវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ម៉ាក់ប៉ាពិតជាមិនចង់បាត់បង់កូននោះទេឮម្ដាយនិយាយបែបនេះហើយកូនស្រមោចអស់សង្ឃឹមជាខ្លាំងរួចក៏ដើរចេញយ៉ាងស្ងប់ស្ងាត់ពេលវេលាចេះតែកន្លងផុតទៅកូនស្រមោចឥឡូវក៏ធំពេញរូបរាងជាកំឡោះដ៏សង្ហាម្នាក់តែគេមិនដែលបោះបង់ក្តីស្រមៃរបស់គេឡើយបន្ទាប់ពីគិតអស់រយៈពេលជាយូរមកហើយថ្ងៃមួយគេក៏សម្រេចចិត្តចាកចេញពីផ្ទះដើម្បីបំពេញក្តីស្រមៃក្នុងជីវិតរបស់គេពុកម្ដាយបានត្រឹមតែបារម្ភពីកូនបាយមិននឹកចេះតែចាស់ទៅជារៀងរាល់ថ្ងៃក្តីសង្ឃឹមរបស់ឪពុកម្ដាយគ្រាន់តែចង់ឃើញកូនមានក្តីសុខមិនយូរប៉ុន្មានកំឡោះស្រមោចបានត្រឡប់មកកាន់ផ្ទះវិញនិងនាំយករឿងរ៉ាវជាច្រើនដែលគាត់បានជួបប្រទះមកប្រាប់សត្វនៅក្នុងព្រៃសត្វទាំងអស់ស្ងើចសរសើរនឹងការផ្សងព្រេងរបស់គាត់ណាស់គ្រួសារក៏បានជួបជុំគ្នាយ៉ាងរីករាយគំនិតសំខាន់បើយើងចង់ធ្វើអ្វីមួយទោះជាយូរបន្តិចក៏មិនចេះហួសពេលដែរឲ្យតែយើងចេះចាប់ផ្ដើម